បាទសួស្តីពុកម៉ែបងប្អូនខ្ញុំលីហួរថ្ងៃនេះខ្ញុំមានរថយន្តមួយគ្រឿងចង់ចែកម្លែកទៅដល់បងប្អូនបាទនេះជាប្រភេទរថយន្ត Toyota Mark RAV4 ឆ្នាំ96បងប្អូនបាទឡាននេះត្បិតតែឆ្នាំ96រៀងទាបមែនប៉ិតក៏ប៉ុន្តែវាធន់ហើយតាន់ហ្នឹងហើយអញ្ចឹងបងប្អូនមើលខិតមកចិត្តទីមកបងប្អូនបាទខិតមកចិត្តទីមកឥឡូវយើងមើលបាទឆ្នាំ96ប៉ុន្តែជាគៀងនេះខ្ញុំបានឡើងសេរីហើយឡើងឆ្នាំ00បាទឆ្នាំ00ហើយទឹកថ្នាំនេះស្អាតអស់ហើយបងប្អូនហ្នឹងហើយនេះបងប្អូនមើលកង់នៅខ្ទង់ល្បាក់70%បាទយ៉ាន់លេខ C300 យើងដូរឲ្យអស់ហើយសបកកង់ấyនៅស្អាតហ្នឹងហើយអញ្ចឹងមកបងប្អូនមើលអូខេឥឡូវមកមើលខាងក្នុងបាទមើលនឹងខាងក្នុងស្អាតបងប្អូនអត់មានបាក់បែកទេឆ្នាំ96មែនពិតប៉ុន្តែខាងក្នុងគេនៅខ្ចីដូច18អញ្ចឹងហ្នឹងហើយបងប្អូនបាទមើលស្បែកពូកមើលសាបឡូនេះមើលជាងទ្វារបងប្អូនឃើញទេជាងទ្វារឯនៅស្អាតរបស់គេឆ្នាំ96មែនប៉ុន្តែស្អាតអូខេឥឡូវមកមើលខាងក្រោយហ្នឹងបាទខាងក្រោយបងប្អូនហ្នឹងស្អាតពូកដេដាក់ពណ៌ដាក់គោស្អាតបងប្អូនហើយនេះបងប្អូនខ្ញុំចង់បញ្ជាក់បន្តិចឡាននេះសេចក្ដីនៅស្អាតបងប្អូនកលុកកលៀតបងប្អូនមើលបាទមើលតាមដែរនេះបងប្អូននៅថ្នាំស៊ីនណាកលៀតស៊ីនត្បិតតែថ្នាំក្រៅយើងបាញ់មែនប៉ុន្តែក្នុងកលុកកលៀតអីស្អាតបងប្អូនហើយមើលអញ្ចឹងវាខាងក្រោយរបស់គេអត់មានបាក់បែកអីសាច់ដាក់សាច់ជ័រអីនៅស្ងួតល្អអូខេហ្នឹងហើយបាទអញ្ចឹងបងប្អូនមកមើលខាងក្រោយបាទយើងឡើងទាំងអស់បងប្អូនទាំងស្តុបមុខទាំងស្តុបក្រោយគឺឡើងឆ្នាំ90សំទោសគឺឡើងឆ្នាំ01ទាំងអស់បាទអូខេនេះខាងក្រោយទ្វារវាបើកចាហៀងអញ្ចឹងហ្នឹងបាទហើយខាងនេះធំទលាបងប្អូនយើងអាចដាក់អីវ៉ាន់បានខ្ញុំធំណាស់ខ្ញុំ1.7 ម៉ែត្រជាងឥឡូវខ្ញុំសាកចូលបងប្អូនមើលបាទនេះទេបងប្អូនគឺស្លាស់បាទអូខេនេះបងប្អូនមើលនេះមើលកែងចាប់ឲ្យបងប្អូនមើលនេះស៊ីលបងប្អូនស៊ីលសេនមកពីអាមេរិកបាទឆ្នាំ96មែនប៉ិតដែលខ្ញុំនិយាយអញ្ចឹងគឺវានៅទាំងអស់អញ្ចឹងបាទតាមតាមអីនេះហើយបាតក្រោមខ្ចីបងប្អូនមើលបាតហ្នឹងបាទខ្ចីញញអត់មានច្រេះមានអីឡានជប៉ុនគឺអញ្ចឹងអូខេឥឡូវបងប្អូនយើងមកមើលតទៀតបាទនេះមើលខាងនេះម្ដងជាងទ្វារខាងនេះមើលបាទនេះចាប់ក្លុកកលៀតឲ្យគាត់កលៀតនេះសិនបាទឆ្នាំ96មែនបងប្អូនមើលនេះលេខកូដសិននៅមួយជុំទ្វារទាំងអស់អានេះចូលទៅក្រោយទៅចូលទៅខាងក្រោយបងនេះបងប្អូនមើលឥឡូវខ្ញុំចូលបាទខាងក្នុងស្លាស់ល្អបងប្អូនបាទស្លាស់នេះព្រើមសិនតិចសិនតិចនិយាយទៅនៅដំណើរការទាំងអស់បងប្អូនញ៉េ Bluetooth ទៀតបាទញ៉េ Bluetooth បែរដាក់អីវ៉ាន់បាទពងវត្តភាពអីមាន2គ្រាប់ហើយនេះអានេះគេមានកញ្ចក់ទេចានេះខាងនេះមានប្រាប់បងប្អូនស្រីអីគាត់ចង់ឆ្លោះអីនេះបាទហើយភ្លើងអីនៅដំណើរការរបស់វាបងប្អូនបាទនេះដៃលេខប្រាំងដៃនិយាយទៅឡាននេះនៅសំណុំច្រើនបងប្អូនបាទអូខេអញ្ចឹងតិចទៀតយើងមើលប្លុកសិនបងប្អូនមើលប្លុកសិនខ្ញុំណាអូខេមកបាទបងប្អូននេះផ្នែកប្លុកសិនតនេះយើងមានកន្លែងដែលត្រូវនិយាយរៀបរាប់ប្រាប់បងប្អូនតិចឡាននេះវាប៉ះខាងមុខណាបងប្អូនបាទវាប៉ះខាងមុខប៉ុន្តែវាអត់ប៉ះធ្ងន់ទេវាចូលប្រហែលជាមួយចាអាមបងប្អូនបាទខាងនេះចូលមួយចាអាមប៉ុន្តែក្បាលបូមអីវាអត់ខូចទេបងប្អូនវាចូលតំណឹងបាទអានេះយើងបាញ់ថ្មីថ្នឹមនេះគេហៅថ្នឹមយើងបាញ់ថ្មីអត់លាក់បងប្អូនទេប្រាប់ទាំងអស់អត់មានលាក់បាំងបងប្អូនចំណុចណាមួយទេ
កន្លែងស្អាតយើងថាស្អាតកន្លែងណាប៉ះពីតិចតួចអីគឺប្រាប់បងប្អូនទាំងអស់អត់លាក់បាំងហើយនៅថតសាច់ក្បាលកន្លះសាច់អីមើលបងប្អូននៅទាំងអស់សំណុំរបស់គេនេះអាគុយថ្មីឈើងហ្មងគុយដូរមកក្របបាទអញ្ចឹងអត់មានអីច្រើនទេបងប្អូនមានតែប៉ុណ្ណឹងអូខេហើយពុនឆ្នាំបងប្អូនចង់បញ្ជាក់ពុនឆ្នាំពុនឆ្នាំ100000ក្នុងមួយឆ្នាំបងប្អូនពុនផ្លូវហើយឈៀកយើងឡើងហើយហ្នឹងហើយឡាននេះសម្រាប់ឯកសារគឺគ្រប់បងប្អូនគ្រប់ទាំងអស់អត់មានបាត់ចំណុចណាមួយទេគឺកាត់គ្រីគល់មញ៉ែតឈៀកអីគឺមានគ្រប់កំ pl ទាំងអស់បងប្អូនបាទហើយសម្រាប់បងប្អូនអាចតាក់ទងមកបានតាមលេខទូរស័ព្ទ096 4-591បងប្អូននិងលេខមាន Telegram បងប្អូនហើយបងប្អូនអាចតាក់ទងតាម TikTok Facebook ហើយនិង YouTube បងប្អូនបាទអញ្ចឹងអត់មានអីច្រើនទេបងប្អូនមានតែប៉ុណ្ណឹងបាទអរគុណជម្រាបលាបងប្អូនតែងតែតាមដានខ្ញុំលីហួរបាទជម្រាបលាបងប្អូន